โอเคสุดท้ายในตอนนี้สวัสดีคุณผู้ชมที่มากันช anel របស់ admin ប៉ែទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះ admin ធ្វើការសម្ដែងនៃសាររឿងរបស់យើងបន្តទៀតដែលមានចំណងជើងថា The Apartment Job ដែលជាភាគ12ហើយដើម្បីកុំឲ្យខាត់ពេលយូរចង់ដឹងថាសាររឿងរបស់យើងទៅជាយ៉ាងណាតាមដានទស្សនាជាមួយនឹង admin ប៉ែទាំងអស់គ្នាដូចតទៅសាររឿងក៏និយាយបន្តកាលពីភាគមុននៅពេលទទួលប្រាប់របស់យើងបានទទួល message ពីលោកពូសក់ស្កៅនោះគាត់ពិតជាខឹងខ្លាំងមែនទែនហើយក្រោយមកទៀតនោះពួកគេក៏បាននាំគ្នាមកធ្វើការឆែកនៅកាមេរ៉ាសវត្ថិភាពមើលពេលនោះក៏បានឃើញថាលោកពូសក់ស្កៅនោះគឺកំពុងតែអង្គុយជិះឡានជាមួយនឹងកូនចៅរបស់លោកប្រធានលីក្នុងពេលនោះអ្នកគ្រប់គ្នាក៏បានគិតថាប្រហែលជាលោកពូសក់ស្កៅនឹងត្រូវបានអាប៉ែលោកប្រធានលីនឹងទិញក្បាលយកទៅបាត់ហើយដោយសារតែកាលពីមុនហ្នឹងលោកប្រធានលីនឹងចង់ទិញតួស្រីរបស់យើងនៅក្នុងតម្លៃ500លានហើយមិនតែប៉ុណ្ណោះហ្នឹងក៏បានមកអូសទាញចែកចាងទៅទៀតអញ្ចឹងហើយក៏ធ្វើឲ្យពួកគេនឹងគិតបែបហ្នឹងតែម្ដងហើយនៅពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងសុកហ្នឹងក៏ស្រាប់តែសញ្ញាទូរស័ព្ទរបស់លោកពូសក់ស្កៅនឹងបានបង្ហាញឡើងហើយបងវ៉ែនតានៅក្នុងពេលហ្នឹងគាត់ក៏បានប្រាប់ថានោះវាបើកទូរស័ព្ទហើយចំណែកតួស្រីរបស់យើងគាត់ក៏បាននិយាយថាអ្នកទាំងអស់គ្នាសាកគិតមើលទៅបើសិនជាអ្នកទាំងអស់គ្នាវិញនៅពេលដែលយកលុយបានហើយគេចខ្លួនចេញពីក្រុមរបស់ពួកយើងតើអ្នកទាំងអស់គ្នានឹងបើកទូរស័ព្ទឲ្យពួកយើងដឹងពីទីតាំងអត់ហើយបើសិនជាគាត់ប្រុងកិច្ចពីពួកយើងពិតមែនគាត់ប្រហែលជាបោះចោលទូរស័ព្ទមួយនឹងបាត់ទៅហើយចំណែកទូប្រុសរបស់យើងនៅពេលនោះហ្នឹងគាត់ក៏បានគិតមួយសន្ទុះហើយគាត់ក៏បានប្រាប់ទៅកាន់កូនចៅរបស់គាត់ថាតាមពិតទៅហ្នឹងលោកពូសក់ស្កៅនោះគាត់មិនបានកិច្ចខ្លួននោះទេតែគាត់កំពុងតែហៅពួកយើងទៅរកដោយសារតែលោកប្រធានលីហ្នឹងគឺកំពុងតែរៀបចំផែនការឲ្យលោកពូសក់ស្កៅហ្នឹងបោកឲ្យពួកយើងទៅរកពួកគេហើយនិយាយឲ្យទូប្រុសរបស់យើងគាត់ក៏បានសម្រេចចិត្តទៅកន្លែងទីតាំងដែលលោកពូសក់ស្កៅគាត់បានបង្ហាញនៅក្នុងទូរស័ព្ទហ្នឹងប៉ុន្តែទូរស័ព្ទរបស់យើងហ្នឹងគាត់មិនព្រមឲ្យបងសង្ហារបស់យើងហ្នឹងទៅនោះទេដល់នាងបាននិយាយទៅកាន់ទូប្រុសរបស់យើងថាឲ្យដឹងថាអន្ទាក់អីខំប្រកាច់ទៅរកអីទៀតបងទូប្រុសគាត់ក៏បាននិយាយថាទោះបីជាអន្ទាក់ក៏ដោយប៉ុន្តែក្រុមគ្រួសាររបស់គាត់គឺនៅកន្លែងហ្នឹងចឹងហើយគាត់ចោលពូសក់ស្កៅមិនបាននោះទេអ្នកគ្រប់គ្នានៅពេលឮសូរបែបហ្នឹងពួកគេក៏បានទៅតាមជាមួយនឹងទូប្រុសរបស់យើងដែរតែម្ដងហើយចំណែកលោកពូសក់ស្កៅនៅក្នុងពេលហ្នឹងគឺត្រូវបានគេវាយធ្វើបាបខ្លាំងមែនទែនហើយគាត់ពិតជាខឹងជាមួយនឹងលោកប្រធានលីខ្លាំងណាស់ដោយគាត់បាននិយាយថាអូចការគេអាចឆ្កែស្អីទេឯងនេះម្ដងថាចេះម្ដងថាចង់អាចខំយកលុយមកឲ្យឥឡូវបើវាយធ្វើបាបឯងចិត្តងាប់ហើយសាររឿងក៏បានត្រឡប់ទៅកាលពីប្រហែលថ្ងៃមុននៅពេលដែលពួកគេកំពុងធ្វើការបដូរវេនគ្នាដើម្បីយាមលុយណាហើយដល់វេនដែលលោកពូសក់សរបស់យើងមកអង្គុយយាមហ្នឹងគាត់ក៏បានជ្រុលខ្លួនដេកលក់ហើយនៅក្នុងពេលហ្នឹងលោកប្រធានលីជាមួយនឹងកូនចៅរបស់គាត់ហ្នឹងក៏បានមកដាស់លោកពូសក់សដឹងខ្លួនមកវិញហើយលោកប្រធានលីគាត់ក៏បានប្រាប់ទៅកាន់លោកពូសក់ស្កៅថាបើសិនជាមិនព្រមធ្វើតាមគាត់ទេហ្នឹងគាត់នឹងឲ្យកូនចៅរបស់គាត់ទៅសម្លាប់ទូប្រុសជាមួយនឹងក្រុមការងាររបស់ពួកគេចោលតអស់ហ្នឹងហើយមានជំរើសពីរបើព្រមធ្វើតាមគាត់ហ្នឹងគាត់នឹងដោះលែងពួកអស់ហ្នឹងមិនឲ្យស្លាប់នោះទេអញ្ចឹងហើយបានជាលោកពូសក់ស្កៅរបស់យើងហ្នឹងយកព្រមធ្វើតាមអ្វីដែលលោកធានលីគាត់បានបញ្ជាហ្នឹងហើយមកនិយាយអំពីពេលបច្ចុប្បន្នហ្នឹងលោកពូសក់ស្កៅរបស់យើងហ្នឹងគាត់ក៏បានយកព្រមធ្វើតាមលោកធានលីហើយគាត់ក៏បានសុំឲ្យលោកធានលីហ្នឹងដោះលែងក្រុមទូប្រុសរបស់យើងទៅហើយលោកធានលីនៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយថាបើចង់ធ្វើការងារធំដុំត្រូវធ្វើជាមនុស្សយល់តាមកលៈទេសៈបើចង់ធ្វើមិនក៏បានដែរម្ដងចេះម្ដងចុះក៏បានដែរសំខាន់ឲ្យតែយើងហ្នឹងបានផលចំណេញហើយលោកប្រធានលីគាត់ក៏បាននិយាយថាប្រហែលជាពេលនេះហ្នឹងទូប្រុសរបស់យើងហ្នឹងគាត់បានមកដល់កន្លែងនេះហើយប៉ុន្តែលោកពូសក់ស្កៅគាត់ក៏បាននិយាយថាទូប្រុសហ្នឹងគឺមិនមកកន្លែងមួយហ្នឹងនោះទេដោយសារតែគាត់ហ្នឹងបានយកលុយទាំងអស់ហ្នឹងយកគេចខ្លួនចេញពីក្រុមទូប្រុសមកហើយអញ្ចឹងហើយទូប្រុសហ្នឹងគាត់មិនមកជួយគាត់នោះឡើយហើយគ្រាន់តែលោកពូសក់ស្កៅនិយាយចោលភ្លាមហ្នឹងទូប្រុសរបស់យើងគាត់ក៏បានបង្ហាញខ្លួនចេញមករួចមកហ្នឹងមកតែម្នាក់ឯងទេរួចធ្វើដូចខ្លួនឯងហ្នឹង Superman អញ្ចឹងលោកប្រធានលីនៅពេលដែលឃើញទូប្រុសភ្លាមហ្នឹងគេក៏បាននិយាយថាឯងគឺពិតជាមនុស្សល្អខ្លាំងមែនទែនរួចជាតិក្រោយយើងកុំជ្រុលគ្នាអីបានទេនិយាយឲ្យគាត់ក៏បានធ្វើការលើកដៃបែកពីទូប្រុសរបស់យើងហើយក៏បានដើរចេញពីកន្លែងមួយហ្នឹងទៅទុកឲ្យកូនចៅរបស់គេយ៉ាងច្រើនហ្នឹងចាត់ការទូប្រុសរបស់យើងចោលប៉ុន្តែទូប្រុសរបស់យើងហ្នឹងមិនមែនជាមនុស្សអន់នោះទេគេក៏បានចាត់ការលើកូនចៅរបស់លោកធានលីអស់យ៉ាងច្រើនណាស់ហើយមិនតែប៉ុណ្ណោះហ្នឹងរំពេចនោះហ្នឹងគ្នារបស់ទូប្រុសរបស់យើងហ្នឹងក៏បានមកដល់ដូចគ្នាហើយក៏បានចាត់ការលើពួកអស់ហ្នឹងអស់លីងតែម្ដងហើយក្រោយមកពួកគេក៏បាននាំគ្នាមកអង្គុយនៅខាងក្រៅប៉ុន្តែគ្រប់គ្នានៅក្នុងពេលនោះហ្នឹងគឺសុទ្ធតែមានរបួសរៀងៗខ្លួនហ្នឹងហើយក្រោយមកនៅពេលដែលពួកគេបានមកដល់ផ្ទះវិញហ្នឹងទូស្រីរបស់យើងហ្នឹងក៏បានសែកជំទាវថាឲ្យពួកគេថាអូយបែកស្រួលខ្លួនទេអូយបំបិតដែរអស់អីទៅវាយគ្រាដូចខ្លួនឯងទៅក៏មិនស្ទាវហើយចំណែកទូប្រុសរបស់យើងនៅក្នុងពេលនោះហ្នឹងគាត់និយាយអីមិនចាញ់នោះឡើយអូយពីដំបូងហ្នឹងខ្លាណាអ្នកនរគ្នាក៏ប៉ុន្តែនៅពេលដែលជួបទូស្រីរបស់យើងហ្នឹងខ្លាចទៅជាឆ្មាវិញទៅពេលដើមខ្លាចលោកហើយថ្ងៃបន្តមកទៀតហ្នឹងលោកប្រធានលីនៅពេលដែលដឹងដំណឹងថាទូប្រុសរបស់យើងហ្នឹងមិនស្លាប់ហ្នឹងគេពិតជាខឹងខ្លាំងមែនទែនមិនតែប៉ុណ្ណោះហ្នឹងកូនចៅរបស់គាត់ក៏បានទេទូរស័ព្ទមកប្រាប់គាត់ថានៅកន្លែង office របស់គាត់ហ្នឹងត្រូវបានប៉ូលីសហ្នឹងនាំគ្នាមកយ៉ាងច្រើនដោយមានលោកមេប៉ូលីសហ្នឹងគឺជាអ្នកនាំកូនចៅរបស់គាត់មកត្រួតពិនិត្យលោកប្រធានលីនៅពេលដែលឮសូរបែបហ្នឹងគាត់ក៏បានមកជួបជាមួយនឹងក្រុមសមាជិក One Club ដោយដឹងថាពួកគេហ្នឹងលួចខំគេពីក្រោយខ្នងណាហើយលេខារបស់លោកប្រធានលីនៅក្នុងពេលហ្នឹងគាត់ក៏បានហាមថាលោកប្រធានក៏មិនទាន់អាចខឹងចិត្តអីលោកអូយតិចចិត្តសិនទៅសុំ10000មកផឹកកាហ្វេក្រោយមកទៀតហ្នឹងលោកប្រធានលីហ្នឹងគាត់ក៏បានតិចចិត្តហើយក៏បានយកលុយចំនួន2កាបូបធំហ្នឹងយកទៅសុំទោសទៅកាន់ក្រុមសមាជិក One Club ទៀតផងហើយចំណែកទូស្រីរបស់យើងជាមួយនឹងក្រុមការងាររបស់គាត់វិញនៅក្នុងពេលនេះពួកគេក៏បាននាំគ្នាមកដល់កន្លែងអាសួនរបស់លោកប្រធានលីហ្នឹងទៀតហើយគឺដើម្បីបន្លំខ្លួនចូលទៅឆែកមើលម្ដងទៀតប៉ុន្តែមិនថាទោះបីជាទូស្រីរបស់យើងជាមួយនឹងគ្នារបស់គេប្រឹងនិយាយយ៉ាងណានោះទេក៏ពួកកូនចៅរបស់លោកប្រធានលីហ្នឹងមិនព្រមឲ្យគេចូលទៅខាងក្នុងនោះឡើយហើយចំណែកទូប្រុសរបស់យើងនេះវិញនៅក្នុងពេលនេះហ្នឹងគាត់ក៏បានមកឈរចាំលោកមេប៉ូលីសនៅមុខផ្ទះហើយដោយសារតែគាត់បានដឹងថាពួកក្រុមរបស់លោកមេប៉ូលីសហ្នឹងគឺបាននាំគ្នាចូលដៃចូលជើងដើម្បីបិទសារព័ត៌មានអំពីរឿងតាក់ទងនឹងការស្លាប់របស់លោកពូយ៉ុងម៉ាន់ហើយនៅពេលដែលជួបជាមួយលោកពូប៉ូលីសម្នាក់ហ្នឹងទូប្រុសរបស់យើងហ្នឹងគាត់មិននិយាយច្រើននៅឡើយគាត់ក៏បានហុចឯកសារមួយទៅកាន់លោកពូប៉ូលីសម្នាក់ហ្នឹងដោយឯកសារមួយហ្នឹងគឺជាឯកសារសោកប៉ាន់ដែលលោកពូប៉ូលីសហ្នឹងបានយកលុយពីទូប្រុសរបស់យើងមកយ៉ាងច្រើនហើយលោកពូប៉ូលីសម្នាក់ហ្នឹងគាត់ក៏បានខឹងខ្លាំងមែនទែននៅពេលដែលឃើញឯកសារមួយហ្នឹងហើយគាត់ក៏បាននិយាយថាអុយវិស័យហ៎នេះកន្លងផុតទៅរឿងយូរឯងយកមករំលឹករងអីទៀតទូប្រុសរបស់យើងគាត់ក៏បានតទៅវិញថាមើលវានិយាយបើសិនជាអញយកអាឯកសារហ្នឹងមកឲ្យឯងតាវិញយូរកូនចៅ
ចៅបងឯងចាំដាក់គុកអស់ទេចុះហើយលោកពូប៉ូលីសដោយសារតែមិនមានជំរឿនហ្នឹងគាត់ក៏បានសួរទៅកាន់ទូប្រុសរបស់យើងថាឥឡូវហ្នឹងឯងចង់បានអីហើយទូប្រុសរបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានធ្វើរឿងមួយដែលឲ្យលោកពូប៉ូលីសហ្នឹងនាំប៉ូលីសយ៉ាងច្រើនមកធ្វើការបើកនៅកន្លែងសួនរបស់លោកប្រធានលីហ្នឹងឲ្យក្រុមទូស្រីចូលទៅដល់ខាងក្នុងក្រោយមកពួកគេក៏បានមកធ្វើការជីកមើលនៅក្រោមដើមឈើដែលលោកប្រធានលីឲ្យកូនចៅរបស់គេដាំហ្នឹងហើយក៏បានឃើញសាកសពរបស់មនុស្សចំនួន12នាក់ឯណោះហើយចំណែកលោកប្រធានលីនៅពេលដែលឃើញបែបហ្នឹងហើយហ្នឹងគេពិតជាភ្ញាក់ផ្អើលនឹងឆ្ងល់ខ្លាំងមែនទែនដោយសារតែថ្នាក់លើហ្នឹងគឺបានយកព្រមជាមួយនឹងគាត់ថានឹងមិនស្រាវជ្រាវអ្វីទៀតនៅឡើយរួចមកទៅត្រឹមតែក្រុមហ៊ុនរបស់គាត់តែប៉ុណ្ណោះឥឡូវមកកាយដីកាយអីមើលសាកសពអីណាហើយនៅក្នុងពេលនោះហ្នឹងទូប្រុសរបស់យើងគាត់ក៏បានតែទូរស័ព្ទទៅកាន់លោកប្រធានលីហើយគាត់ក៏បាននិយាយទៅកាន់លោកប្រធានលីថាអូយបេចពេញចិត្តទេវត្តអាចទុកឲ្យឯង happy អត់ហើយរឿងមួយហ្នឹងវាមិនមែនជាព័ត៌មានទូទៅទេទាំងអស់គ្នាដោយសារតែមនុស្សស្លាប់រហូតដល់12នាក់ណាអញ្ចឹងគ្រប់បោះទូរទស្សន៍ទាំងអស់ហ្នឹងគេបានយកវាមកចាក់ផ្សាយហើយធ្វើឲ្យព័ត៌មានហ្នឹងល្បីខ្លាំងមែនទែនហើយគេក៏បានប្រកាសថាលោកប្រធានលីនៅក្នុងពេលហ្នឹងគឺគេក៏បានចេញដីកាឲ្យតាមចាប់ខ្លួនហើយមិនតែប៉ុណ្ណោះហ្នឹងក្រុមហ៊ុនរបស់លោកប្រធានលីហ្នឹងគឺត្រូវបានគេដកសិទ្ធិនិងបិទក្រុមហ៊ុននឹងចោលទៀតផងហើយនៅក្នុងថ្ងៃស្អែកហ្នឹងក្រុមទូប្រុសរបស់យើងក៏បានគិតថាលោកប្រធានលីហ្នឹងត្រូវបានរត់គេចចេញទៅក្រៅប្រទេសបាត់ហើយពួកគេក៏បានកាត់បន្ថយការប្រយ័ត្នខ្លួននេះអញ្ចឹងណាហើយលោកប្រធានលីនៅក្នុងពេលហ្នឹងគឺបានជួបជាមួយនឹងកយ៉ងបោកហើយគេក៏បានចាប់ខ្លួនកយ៉ងបោកធ្វើជាចំណាក់ខ្មាំងហើយគេក៏បានធ្វើការថតរូបផ្ញើទៅឲ្យទូប្រុសរបស់យើងមើលទៀតផងហើយមិនតែប៉ុណ្ណោះគេក៏បានប្រាប់ទូប្រុសរបស់យើងថាគេកំពុងតែនៅលើដំបូលអគារហើយបញ្ញាមកជួបគេបន្តិចមកហើយទូប្រុសរបស់យើងនៅក្នុងពេលហ្នឹងគឺបារម្ភពីកយ៉ងបោកខ្លាំងមែនទែនគេក៏បានបញ្ញារត់ឡើងទៅលើដំបូលអគារយ៉ាងលឿនហើយគ្រាន់តែមកជួបជាមួយនឹងលោកប្រធានលីភ្លាមហ្នឹងលោកប្រធានលីគាត់ក៏បាននិយាយថាយ៉ាមកលឿនតែនេះហួយបាយបារម្ភឯកយ៉ងបោកហ្នឹងគឺខ្ញុំបានបញ្ជូនវាទៅផ្ទះវិញយ៉ាងមានសុវត្ថិភាពអីហួយនេះលុយហួយមានចំនួន170,000លានវ៉ុនដែលឯងចង់បានខ្លាំងណាហើយឥឡូវនេះជីវិតរបស់ឯងវេទនាខ្លាំងមែនទែនសូម្បីតែលុយ1500ទីបញ្ជូស៊ីហ្នឹងក៏គ្មានដែរហើយមិនតែប៉ុណ្ណោះលោកប្រធានលីគាត់ក៏បាននិយាយថាពួកយើងទៅពេលនេះគឺដូចគ្នាខ្លាំងមែនទែនហួយធំក្លិនលុយនៅកន្លែងណាគឺពួកយើងមកដល់កន្លែងហ្នឹងទូប្រុសរបស់យើងនៅក្នុងពេលនោះគាត់ក៏បាននិយាយថាគាត់រកលុយគឺដើម្បីការពារមនុស្សដែលគាត់ស្រឡាញ់ប៉ុន្តែលោកប្រធានលីហ្នឹងគឺយកលុយពីមនុស្សគ្រប់គ្នាដែលគេជឿទុកចិត្តទៅលើគាត់លក្ខណៈថាបោកប្រាស់គេអញ្ចឹងណាហួយពួកយើងទាំងពីរហ្នឹងគឺមិនដូចគ្នានោះទេហើយលោកប្រធានលីនៅក្នុងពេលហ្នឹងគាត់ក៏បានយកអាកាបិតដែលគាត់បានកាត់ខ្សែអុកស៊ីហ្សែនរបស់លោកពូយ៉ុងម៉ាន់ហ្នឹងបោះទៅឲ្យទូប្រុសហើយនិយាយថាមុនពេលដែលលោកពូយ៉ុងម៉ាន់ស្លាប់ហ្នឹងគាត់ក៏បាននិយាយអញ្ចឹងដូចគ្នាហើយទូប្រុសរបស់យើងនៅពេលដែលឮសូរបែបហ្នឹងគេពិតជាខឹងខ្លាំងមែនទែនគាត់ក៏បានស្ទុះទៅវាយលោកប្រធានលីឡើងចិត្តងាប់ហើយក៏បានយកកាបិតហ្នឹងប្រុងចាក់សម្លាប់លោកប្រធានលីទៀតផងប៉ុន្តែលោកប្រធានលីនៅក្នុងពេលហ្នឹងគាត់ក៏សប្បាយចិត្តខ្លាំងមែនទែនថែមទាំងនិយាយឲ្យទូប្រុសរបស់យើងហ្នឹងសម្លាប់គាត់ចោលទៀតផងប៉ុន្តែក្នុងពេលហ្នឹងទូប្រុសរបស់យើងគាត់ក៏បាននឹកឃើញពាក្យសម្ដីរបស់លោកពូយ៉ុងម៉ាន់ដោយការដែលពីលោកពូយ៉ុងម៉ាន់គាត់នៅរស់ហ្នឹងគាត់បាននិយាយបដៅទូប្រុសថាមុននឹងធ្វើអ្វីមួយឯងត្រូវតែគិតឲ្យច្បាស់លាស់ហើយកុំធ្វើខុសហើយខុសទៀតហើយកុំសម្លាប់មនុស្សផ្ដេសផ្ដាសទូប្រុសរបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានដាក់កាបិតចោលហើយគាត់ក៏បាននិយាយថាអាចចាយទេអាចទុកឲ្យបលីវិញចាប់ក្បាលឲ្យយកទៅហើយក្រោយមកទៀតហ្នឹងទូប្រុសរបស់យើងគាត់ក៏បានបញ្ញាយកកាបូបលុយទាំងអស់ហ្នឹងដើរចាក់ចេញពីកន្លែងមួយហ្នឹងទៅហើយលោកប្រធានលីនៅពេលដែលឃើញទូប្រុសរបស់យើងគាត់ភ្លេចខ្លួនហ្នឹងគេក៏បានទាញអាកាបិតចុងស្រួយហ្នឹងប្រុងដើរទៅចាក់ទូប្រុសរបស់យើងពីក្រោយប៉ុន្តែមានណាអ្នកនរគ្នាទូប្រុសរបស់យើងគាត់ក៏បានប្រើរន្ទះជើងសាតូបហ្នឹងធាក់លោកប្រធានលីប៉ាំងផ្ងាក្រោយតែម្ដងហើយពេលព្រឹកឡើងទូប្រុសរបស់យើងគាត់ក៏បានយកលុយ170,000លានហ្នឹងយកមកឲ្យអ្នកគ្រប់គ្នាមើលហើយពួកគេហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយចំណែកលោកប្រធានលីនៅក្នុងពេលហ្នឹងគឺត្រូវបានគេយកមកព្យាបាលនៅកន្លែងមន្ទីរពេទ្យមួយកន្លែងហើយរងពេលហ្នឹងលោកប៉ូលីសហ្នឹងគាត់ក៏បានមកដល់កន្លែងមួយហ្នឹងគឺដើម្បីមកសុំនិយាយគ្នាជាមួយនឹងលោកប្រធានលីពេលហ្នឹងលោកពូប៉ូលីសហ្នឹងគាត់ក៏បានលើកกระดาษមួយសន្លឹកបង្ហាញទៅកាន់លោកប្រធានលីដែលគាត់បាននិយាយថាពួកថ្នាក់លើគេបាននិយាយថាឲ្យលោកប្រធានលីហ្នឹងទទួលកំហុសតែម្នាក់ឯងរបៀបថាទទួលខុសតែម្នាក់ឯងណាហើយពួកគេនឹងព្យាយាមជួយលោកប្រធានលីអស់ពីសមត្ថភាពមិនបាច់ភ័យទេជាប់គុកយ៉ាងច្រើនមកទឹកហ្នឹងចេញមកវិញហើយលោកប្រធានលីនៅពេលឮសូរបែបហ្នឹងគាត់ក៏បានយកព្រមជាមួយនឹងលោកពូប៉ូលីសដែរហើយពេលវេលាក៏បានកន្លងផុតទៅអស់រយៈពេលជាចាំថ្ងៃក្រោយមកហើយនៅពេលនេះហ្នឹងគឺដល់ថ្ងៃដែលគេហៅលោកប្រធានលីហ្នឹងចូលទៅក្នុងតុលាការដើម្បីកាត់ក្តីហើយមុនពេលចុះទៅលើឡានហ្នឹងលោកពូម្នាក់ដែលជាសមាជិកក្រុមវ៉ាន់ក្លឹបហ្នឹងគាត់ក៏បានទេទៅកាន់លោកប្រធានលីដោយនិយាយថាគាត់ទ្រាំទីទៅគាត់នឹងព្យាយាមរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីជួយលោកប្រធានលីចេញមកក្រៅហើយជាប់គុកប្រហែលជាមួយអាទិត្យអីហ្នឹងឯងលោកប្រធានលីនៅពេលឮសូរបែបហ្នឹងគាត់ក៏សប្បាយចិត្តបន្តិចដែរប៉ុន្តែមុនពេលដែលលោកប្រធានលីគាត់ដើរចូលទៅក្នុងកន្លែងតុលាការហ្នឹងក្រុមទូប្រុសហ្នឹងក៏បាននាំគ្នាមកធ្វើការស្រែកប្រកាសថាលោកប្រធានលីហ្នឹងគឺជាអ្នកសម្លាប់លោកពូយ៉ុងម៉ាន់មិនតែប៉ុណ្ណោះគេក៏បានយកអាសម្លេងនៃលោកប្រធានលីនិយាយជាមួយនឹងសមាជិកក្រុមវ៉ាន់ក្លឹបហ្នឹងយកមកចាក់ផ្សាយជាសាធារណៈទៀតផងមិនតែប៉ុណ្ណោះគេក៏បានចាក់ផ្សាយវីដេអូដែលលោកប្រធានលីបាននិយាយជាមួយនឹងលោកពូប៉ូលីម្នាក់ដែលនៅក្នុងមន្ទីរពេទ្យហ្នឹងទៀតផងហើយសាររឿងក៏បានត្រឡប់ទៅក្រោយយើងបានដឹងថាតាមពិតទៅហ្នឹងទូស្រីរបស់យើងគាត់បានបន្លំខ្លួនធ្វើជាអ្នកគ្រូពេទ្យហើយក៏បានយកតុកមួយដែលមានបំពាក់នៅកាមេរ៉ាហ្នឹងយកទៅដាក់នៅក្បែរកន្លែងដែលពួកគេនិយាយគ្នានឹងទៀតផងហើយលោកប្រធានលីនៅពេលដែលឃើញបែបហ្នឹងគាត់ពិតជាខឹងខ្លាំងមែនទែនក៏បានស្រែកអាឡូឡាប្រងហក់មកវាយទូប្រុសរបស់យើងចំណែកទូប្រុសរបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានញញឹមហើយនិយាយថាអាដាប្រាឯងអ្នកចាប់ផ្ដើមខ្លួនឯងតែបាច់ភ័យទេឯងមិនទៅដេកគុកតែម្នាក់ឯងទេទីទៀតឯងនឹងបបោលគ្រីគ្រៀលរបស់ឯងទៅទាំងអស់ហ្នឹងមួយមិនតែប៉ុណ្ណោះអាសមាជិកក្រុមវ៉ាន់ក្លឹបអីដែលសុទ្ធតែជាអ្នកមានអំណាចហ្នឹងក៏បរួយខ្លួនម្នាក់ដែរប្រាប់ឯហ្នឹងហើយថ្ងៃស្អែកឡើងហ្នឹងទូស្រីរបស់យើងគាត់ក៏បាននាំលោកពូឆ្វេជាមួយនឹងបងស្រីរបស់នាងហ្នឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសគឺដើម្បីទៅសារភាពកំហុសអីចឹងណាហើយក្រោយមកទៀតហ្នឹងគាត់ក៏បានមកជួយជាមួយនឹងក្រុមការងាររបស់គាត់ដើម្បីធ្វើការចែកអីវ៉ាវ៉ាន់ចាក់ចេញពីកន្លែងមួយនឹងរៀងៗខ្លួនហើយទៅធ្វើតាមក្តីសម័យរបស់ខ្លួនឯងអញ្ចឹងទៅហើយមិនតែប៉ុណ្ណោះពួកគេក៏បានធ្វើការថតរូបជាក្រុមគ្រួសារលើកចុងក្រោយទៀតផងហើយបន្ទាប់ពីហ្នឹងមកហ្នឹងពេលវេលាក៏បានកន្លងផុតទៅអស់រយៈពេល3ឆ្នាំក្រោយមកដែលបងស្រីរបស់ទូស្រីយើងនៅក្នុងពេលនេះហ្នឹងគឺគាត់រួចចេញមកពីគុកវិញហើយគាត់ក៏បានទៅធ្វើការបើកហាងនំប៉័ងតាមក្តីសម័យរបស់គាត់ហើយសម្បីតែលោកប្រធានជវេហ្នឹងគាត់ក៏បានផុតទោសមកដូចគ្នារួចមកធ្វើការរស់ស៊ីជាមួយចែកស្អាតរបស់យើងណាមិនតែប៉ុណ្ណោះហ្នឹងគឺមានអតិថិជនមកទិញនំប៉័ងកន្លែងហាង
របស់នាងច្រើនខ្លាំងមែនទែនអ្វីដែលសំខាន់ជាងនឹងទៅទៀតហ្នឹងគឺបងលេខាហ្នឹងគាត់បានខ្លាចទៅជា Honey របស់ចៅស្អាតយើងហ្នឹងហើយអើយគេមានគូ admin នឹងស្ញញរហូតហ្នឹងហើយចំណែកបងវ៉ែនតារបស់យើងហ្នឹងគាត់ក៏បានទៅរៀន IT បន្ថែមរហូតដល់ខ្លាចជាអ្នកជំនាញហើយចំណែកបងកំម៉ាប់ហ្នឹងគាត់ក៏បានទៅធ្វើការកន្លែងហាងអាហារមួយកន្លែងមើលទៅហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់បានអាហារញ៉ាំឆ្ងាញ់ៗរហូតអញ្ចឹងណាហើយក្រុមការងាររបស់ទូប្រុសរបស់យើងនៅក្នុងពេលហ្នឹងគឺពួកគេបានមកជួបជុំគ្នាហើយគឺដើម្បីអបអរសាទរទៅកាន់ទូប្រុសរបស់យើងដែលនៅក្នុងពេលហ្នឹងគេបានបើកនៅកន្លែងច្បាប់មួយកន្លែងដោយសារតែក្តីសម័យរបស់ទូប្រុសរបស់យើងហ្នឹងចង់ខ្លាចទៅជាអ្នកច្បាប់នេះអីចឹងណាអុយខំកសាងក្រុមហ៊ុនរបស់ខ្លួនឯងអស់រយៈពេល3ឆ្នាំហើយក្តីសម័យរបស់ទូប្រុសរបស់យើងហ្នឹងគឺចង់ឲ្យក្រុមការងាររបស់គាត់ហ្នឹងត្រឡប់មកវិញហើយក៏ចង់ឲ្យទូស្រីរបស់យើងហ្នឹងខ្លាចទៅជាមេធាវីដ៏ល្បីឈ្មោះនៅក្នុងក្រុមហ៊ុនរបស់គាត់ទៀតផងហើយបងកម្មារបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយថាសក់បើកក្រុមហ៊ុនច្បាប់អីដាសង្ស័យលួចស្រឡាយគ្រាវហើយរំពេចហ្នឹងលោកពូសក់ស្ករបស់យើងហ្នឹងគាត់ក៏បានបង្ហាញខ្លួនចេញមកហើយក្រុមការងាររបស់គាត់នៅក្នុងពេលហ្នឹងគឺមកជុំគ្នាគ្រប់វិញហើយមកនិយាយអំពីចែកចាយនេះវិញក្នុងពេលហ្នឹងគាត់ក៏បានមកធ្វើការជាមួយនឹងចែស្អាតដែលជាម៉ែនៅក្នុងកន្លែងក្រុមហ៊ុននឹងការពីមុនណាដោយចែស្អាតម្នាក់ហ្នឹងគាត់បានខ្លាយទៅជាប្រធាននៅកន្លែងមួយហ្នឹងហើយធ្វើការជំនួសទូប្រុសរបស់យើងហើយក្នុងពេលហ្នឹងក្រុមការងាររបស់ពួកគេហ្នឹងកំពុងតែមានបញ្ហាដោយសារតែក្រុមម៉ែហ្នឹងត្រូវបានគេធ្វើការខ្លាញ់បន្លំឯកសារឲ្យយកប្រៀបទៅលើពួកគាត់ដោយពួកគេនឹងធ្វើការយកលុយចេញពីក្រុមហ៊ុនរបស់ពួកគាត់ហ្នឹងចំនួន600លានដោយពួកគេនៅក្នុងពេលហ្នឹងគឺធ្វើអីមិនចេញទេហើយពិតជាមានអារម្មណ៍ថាអ៊ូអបខ្លាំងមែនទែនប៉ុន្តែចែចាងគាត់ក៏បាននិយាយថាបាច់ភ័យទេ friend អញស្គាល់កន្លែងមួយក្រោយមកចែចាងជាមួយនឹងចែស្អាតម្នាក់ហ្នឹងគាត់ក៏បានធ្វើការកោះប្រជុំហើយចែចាងហ្នឹងគាត់ក៏បានប្រាប់ថាពួកគេមិនព្រមឲ្យពួកអស់ហ្នឹងធ្វើការកັບកេងលុយរបស់ពួកគេ600លានហ្នឹងទេយើងត្រូវតែយករឿងរ៉ាវទាំងអស់ហ្នឹងទៅធ្វើការដាក់ពាក្យបណ្ដឹងព្រោះបែបបារម្ភឯងយើងមានមេធាវីដ៏ល្បីឈ្មោះម្នាក់ដែលមេធាវីដ៏ល្បីឈ្មោះហ្នឹងគឺជាចែស្អាតរបស់យើងនឹងឯងអ្នកគ្រប់គ្នានៅពេលដែលឃើញទូប្រុសរបស់យើងជាមួយនឹងចែស្អាតមកដល់ហ្នឹងពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគ្រាន់តែទូប្រុសរបស់យើងបង្ហាញខ្លួនមកហ្នឹងគាត់ក៏បានយកឯកសារមួយយកមកបង្ហាញទៅកាន់អ្នកគ្រប់គ្នាដែលធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងសប្បាយចិត្តកាន់តែខ្លាំងដោយសារតែឯកសារមួយហ្នឹងបញ្ជាក់ប្រាប់ថាមានគេធ្វើការវេលុយចូលទៅក្នុងគណនីរបស់អ្នកដែលបានកັບកេងលុយក្រុមហ៊ុនអីចឹងណាហើយវាគឺជាឯកសារសម្រាប់ចាប់កំហុសពួកអស់ហ្នឹងហើយទូប្រុសរបស់យើងហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាខ្ញុំសូមមកគ្រប់គ្រងនៅអគារមួយនេះរយៈពេល1ខែតែអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរហើយអ្នកគ្រប់គ្នានៅពេលលឺសូរបែបហ្នឹងពួកគេក៏បានយកព្រមយ៉ាងលឿនហើយពិតជាសប្បាយចិត្តខ្លាំងមែនទែនក្រោយមកក្រុមគ្រួសារខ្លាំងៗរបស់ទូប្រុសរបស់យើងហ្នឹងបានមកជុំគ្នាធ្វើការគ្រប់គ្រងនៅអគារមួយនេះម្ដងទៀតហើយនេះក៏ជារឿងក្តីដំបូងរបស់ទូស្រីរបស់យើងដែលត្រូវធ្វើការតាមស៊ើបអង្កេតដែរព្រោះខ្សែរឿងរបស់យើងហ្នឹងគឺចប់ត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយ admin ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានខ្សែរឿងសម្រាយរបស់ admin តាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបានកាត់ការវាគុំតិចទៅជុំដូចជាទឹកអប់បំពង់ខ្ចីអញ្ចឹងហើយបើសិនជាចូលចិត្តកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងជាកម្លាំងចិត្តដល់ admin ម្នាក់មួយផងហើយខ្ញុំបាននឹងធ្វើការសម្រាយនៅរឿងភាគបន្តទៀតចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តដែលជារឿងភាគល្អៗមើលនឹងសាមកេហេរបស់យើងអញ្ចឹងណាជាចុងក្រោយខ្ញុំបាទក៏សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ដែលលើសលួចដោយប្រការណាមួយមិនសមរម្យក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាអធិស្ឋានដែល admin ប៉ែតផងហើយខ្ញុំបាទក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ